Khi cả đá nó con ọt một tổ mà tao nào này ở đây bông ở đây chân ôn sầm mẹ ta ọt tổ mà tao trong bông sầm mẹ ta có đâu sầm mẹ nào đó đấy vào bà ọt con sao nào con sao បាទជួយសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃមុនខ្ញុំបានរៀបតន្ត្រីខ្នាតតូចបាទនៅកន្លែងហាងម៉ូតូលក់ម៉ូតូទំនើបបងសុវិចិត្របាទតែបានធ្វើកាត់ប្លុកបាទអញ្ចឹងបងប្អូនឆ្ងល់បាទឃើញពាក់ម៉ាស់ឡើងផាសស្អាតបាទដោយសារតែមកដឹងថាមករៀបតន្ត្រីជួបបងបាទអញ្ចឹងអាចនឹងហូបតិចតួចអីចឹងទៅកុំឲ្យពិបាកក្នុងការបើកបរខ្លាចអត់សុវត្ថិភាពយើងហូបចុកអីចឹងណាអញ្ចឹងក៏វាយផាសស្អាតមកតែម្ដងបាទមកទៅហើយទៅវិញយើងជិះផាសស្អាតវិញវាស្រួលអញ្ចឹងណាយើងមានការហូបចុកតិចតួចធម្មតាជួបបងយើងអ្នករៀបតន្ត្រីតែតែមានឲ្យមកតាមផ្លូវបាទមកពីបឹងតប៉ុនខ្ញុំមកហាងបងសុវិចិត្រមកកាត់ផ្លូវវិញស្រីមកបាទឡើងចំចៅស្ពានចំចៅមកដល់ស្ពានកប់ស្រីហ្នឹងគឺយើងមកត្រង់បន្តិចដល់បាទហាងគាត់បាទមកដល់ឃើញមានបាទឃើញហាងគាត់ហើយមានការរៀបចំច្រើនបាទហើយក្រុមតន្ត្រីខ្ញុំបាទក៏បានធ្វើការរៀបចំបន្តបាទរួចរាល់អស់ចឹងទៅបាទយប់ឡើងយើងក៏ប្រគំបាទហើយសោកស្ដាយជំនួសអ្នកដែលត្រូវរង្វាន់ម៉ូតូបាទឆ្ងល់ដែរបាទគាត់ទេនៅយប់នោះខ្ញុំមើលដែររំភើបជំនួសបាទចាប់ត្រូវឈ្មោះឲ្យគាត់ព្យាយាមទេទៅបាទទេ5ដងគាត់ដូរស្លឹកឆ្នោតបាទមានអ្នកដែលគាត់ទេហើយត្រូវហើយហ្នឹងអត់យកទេបាទស្ដាយជំនួសបាទមិនដឹងទៅមូលហេតុអីដែរបងប្អូនដឹងជួយខមមិនផងបាទតែសម្រាប់ខ្ញុំណាបងប្អូនគឺស្ដែងតែច្បាស់ហ្មងបាទមានរង្វាន់ជាច្រើនតែរង្វាន់ធំគឺមានទូរស័ព្ទ17 Pro 2គ្រឿងបាទបកគលនៅទីតាំងផ្ទាល់ហើយនឹងម៉ូតូ3គ្រឿងហ្នឹងបាទមានម្ចាស់2គ្រឿងអត់មួយគ្រឿងបាទដោយសារមិនម្នាក់ចាប់នោះអត់មកតែអត់លើកក៏គាត់បដូរភ្លាមៗតែទៅ5ដងអត់ទៀតបាទតែឥឡូវគាត់ដឹងថាបច្ចុប្បន្នម៉ូតូបានទៅអ្នកណាទេបាទគាត់ដឹងថាដាក់3គ្រឿងហ្នឹងគឺវាចេញអស់ចឹងណាអញ្ចឹងបាទមានក៏យើងអ្នកចម្រៀងរបស់យើងក៏បានច្រៀងបន្តបាទក៏មានចូលរួមពីវត្តមានអ្នកទិញម៉ូតូបាទភ្ញៀវគាត់សម្រាប់អ្នកទិញម៉ូតូបងប្អូនបាទគាត់ធ្វើនេះសម្រាប់ការហៅជួបជុំសាមគ្គីរបស់គាត់ហ្មងណាបាទអញ្ចឹងបាទគូថាក្រុមហ៊ុនគាត់បាទបងសុវិចិត្រនិងភរិយារបស់គាត់បានឡើងចាំវត្តតផ្ទាល់បាទបុគ្គលិកមានការចែកបាទជាកាដូសម្រាប់មុនចូលឆ្នាំជូនបុគ្គលិកហាងម៉ូតូរបស់គាត់ទៀតជាច្រើនហើយខ្ញុំបាទក៏បកស្រាយបទចម្រៀងបាទបន្តបាទហើយមានបងប្អូនទេវបាទមានចូលរួមដែរបាទក៏បានច្រៀងសប្បាយដែរអញ្ចឹងបងប្អូនចង់ដឹងថានៅពីការបកស្រាយចម្រៀងយ៉ាងណាបាទសប្បាយយ៉ាងណាបងប្អូនចាំទស្សនាទាំងអស់គ្នានៅចុងបញ្ចប់បន្តិចបាទហើយឃើញ17បាទខ្ចីញ៉ៃដែរសប្បាយចិត្តចំនួនម្ចាស់ទូរស័ព្ទណាបាទហើយនឹងម្ចាស់ម៉ូតូបាទអរគុណច្រើនបងប្អូនបាទកុំភ្លេចមកជួយ share ឲ្យត្រូវការតន្ត្រីខ្នាតតូចខ្នាតធំកុំភ្លេចជាមួយនឹងតន្ត្រីខ្ញុំបាទអង្គសវណ្ណរិទ្ធទាំងអស់គ្នាណាបាទមានគ្រប់ខ្នាតបាទនិយាយទៅបាទមិនថាខ្នាតលក្ខណៈគ្រួសារខ្នាតអកដងខ្នាតអកេសគឺធានារៀបចំជូនបាទមួយសេតជូនបងប្អូនមិនអោយខកអំណងអរគុណច្រើនបងសុំថតអនុស្សាវរីយ៍ជាមួយអតិថិជនបងបងណាពួកណៃអើយសិនឯខ្លួនឯងស្អែកពេកទុកមើលពួកណៃអើយសិនឯខ្លួនឯងស្អែកពេក